សួស្តីបងប្អូនថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនពីរបៀបធ្វើទឹកប្រហុកសម្រាប់យើងបុកល្ហុងឬមួយគឺយើងយកទៅញ៉ាំយកទៅភ្លាហើយគ្រឿងផ្សំនៅក្នុងថ្ងៃនេះគឺមានដូចជាសម្បកខ្ទឹមសមានស្ករត្នោតមានផ្លែម្នាស់មានកាពីនិងមានម្សៅអូវ៉ាន់ទីនមាននឹងអង្ករលីងមានទិញប៊ីចេងហើយសម្រាប់គ្រឿងផ្សំទាំងអស់ហ្នឹងខ្ញុំប្រើម្នាស់2ផ្លែប្រហុក1គីឡូកន្លះស្ករត្នោតកន្លះគីឡូម្សៅអូវ៉ាន់ទីន3ស្លាបព្រាបាយសម្បកខ្ទឹមខ្ញុំប្រើខ្ទឹមស1មើមធំនិងខ្ទឹមក្រហមចំនួន2មើមហើយចំណែកកាពិខ្ញុំប្រើ1ខាំកន្លះប៊ីចេងខ្ញុំប្រើចំនួន2ស្លាបព្រាបាយអង្ករលីងខ្ញុំប្រើ1វែកនិងទឹកស្អាតខ្ញុំប្រើ1លីត្រកន្លះហើយជាដំបូងបងប្អូនយកសម្បកខ្ទឹមនឹងទៅលីងវាឲ្យឡើងស្រួយឬមួយក៏បងប្អូនយកទៅហាលក៏បានដែរហើយសម្រាប់ម្នាស់ខ្ញុំចិត្តជាដុំតូចៗបែបនេះលីងចិត្តតែសម្បកទេផ្នែកវាខ្ញុំអត់ចិត្តចោលណាបងប្អូនហើយយើងយកម្នាស់ដាក់ពេលដែលយើងលីងសម្បកខ្ទឹមហើយយើងដួសទុកមួយឡែកសិនហើយយើងធ្វើការដាក់ម្នាស់ចូលក្នុងឆ្នាំងដើម្បីឲ្យម្នាស់យើងវាមានដាក់ឲ្យឆ្អិនបន្តិចណាបងប្អូនបន្ទាប់មកធ្វើការដាក់ស្ករត្នោតចូលពេលដែលស្ករត្នោតយើងលាយគឺយើងចាក់សម្បកខ្ទឹមពេលដែលសម្បកខ្ទឹមហើយគឺយើងធ្វើការដាក់កាពិយើងច្បល់ឲ្យលាយសព្វសាច់បន្តិចយើងធ្វើការចាក់ប្រហុកចូលហើយផុកហ្នឹងគឺខ្ញុំប្រើជាប្រភេទថៃខ្សែរបស់យើងផុកជាងធម្មតាទេផុកដែលយើងធ្វើដោយខ្លួនឯងពេលដែលយើងដាក់ផុកចូលហើយបងប្អូនចាំធ្វើការចាក់ទឹកចូលណាយើងរងាស់គ្រឿងផ្សំនឹងទាំងកាពិអីឲ្យហើយប៊ីចេងអីហ្នឹងរួចហើយអស់ចាំយើងធ្វើការចាក់ទឹក1លីត្រកន្លះចូលរងាស់ឲ្យឡើងខាប់រងាស់ឲ្យដាច់ទឹកណាបងប្អូនចាំយើងធ្វើការដាក់ម្សៅអូវ៉ាន់ទីននិងអង្ករលីងហើយសម្រាប់ម្សៅអូវ៉ាន់ទីននិងអង្ករលីងនេះគឺខ្ញុំដាក់ជំនួយក្លិននិងជំនួយពណ៌ដើម្បីឲ្យទឹកផុកយើងមានពណ៌ស្អាតហើយនឹងក្លិនឈ្ងុយណាបងប្អូនដើម្បីដាក់ទៅកាត់ក្លិនឈ្ងុយផុកខ្លាំងអញ្ចឹងណាហើយរសជាតិក្លិនវិញគឺហៃតែម្ដងបងប្អូនហើយយើងរងាស់បែបមកបើសិនជាមានពពុះមានអីបងប្អូនអាចដួសចោលបានហើយជាចុងក្រោយពេលដែលចិត្តទឹកផុកយើងរងាស់ចិត្តសម្រាប់ហើយចាំធ្វើការដាក់អង្ករលីងហើយនៅម្សៅអូវ៉ាន់ទីនអង្ករលីងនេះខ្ញុំប្រើ1វែកសាឡហ្នឹងណាបងប្អូនហើយដូចខ្ញុំចឹងបើសិនជាយើងប្រើជាសាច់ខ្ទឹមគឺទឹកផុករបស់យើងទុកអត់បានយូរទេវាឆាប់បែកក្លិនហើយបើសិនជាយើងប្រើសម្បកខ្ទឹមបែបនេះគឺធ្វើទឹកផុកយើងគឺមានក្លិនឈ្ងុយគឺរក្សាក្លិននិងរសជាតិនៅដដែលណាអានេះទឹកផុកដែលខ្ញុំរងាស់បានសម្រាប់ហើយខ្ញុំក៏ធ្វើដាក់ម្សៅអូវ៉ាន់ទីនចូលពេលដែលខ្ញុំដាក់ម្សៅអូវ៉ាន់ទីនចូលរួចហើយខ្ញុំក៏ធ្វើការបិទភ្លើងទុកឲ្យត្រជាក់ដើម្បីធ្វើការច្រោះក្នុងកន្ត្រងយកមកដាក់នៅក្នុងដបទុកនៅក្រៅទូបានប្រហែលជា1ខែតែបើយើងដាក់ក្នុងទូទឹកកកប្រើបានរហូតដល់1ឆ្នាំមកបងប្អូនគឺអត់មានខូចទេហើយក្លិនវិញក៏នៅដែរសិនជាបងប្អូនតែទឹកផុកយើងមានជាតិឈ្ងុយគឺបងប្អូនធ្វើតាមនឹងមកគឺរងាស់មិនឲ្យដាច់ទឹកណាបងប្អូនខ្ញុំងាស់ឲ្យរីងទឹកឡើងពីឯកតាឡើងនេះគឺទឹកផុករបស់យើងគឺយើងយកមកច្រោះបែបនេះវិញហើយទឹកផុករបស់យើងពេលដែលយើងដាក់អង្ករលីងទៅធ្វើទឹកផុកយើងខាប់ទៅវាជាតិឆ្ងាញ់អែមបងប្អូនអាចសាកធ្វើបានឬមួយក៏មានចម្ងល់អីអត់ច្បាស់រូបមន្តអីបងប្អូនអាចខមមិននៅក្នុងក្រោមវីដេអូនឹងបានខ្ញុំនឹងបញ្ជាក់ឲ្យបងប្អូនកាន់តែច្បាស់